ដុតមាន់តាយ៉ងចេកគឺជាមុខម្ហូបដែលញ៉ាំហើយគឺចុះបាយខ្លាំងមែនទែនចាដោយសារតែរសជាតិហ្នឹងគឺវាចេញឈ្ងុយពីតាយ៉ងចេកមកហើយនឹងសាច់មាន់យើងទៀតមកអូយចាគឺជះក្លិនពីដូចផ្ទះតែម្ដងចាអញ្ចឹងថ្ងៃនេះគឺនាងខ្ញុំមានមាន់ស្រែចំនួន1ក្បាលនាងខ្ញុំយកមកដុតហើយសម្រាប់មាន់ហ្នឹងដែរគឺនាងខ្ញុំកាត់ត្រឹមតែពាក់កណ្ដាលទេនាងខ្ញុំលៃលកទុកពេលក្រោយទៀតដោយសារតែមាន់នេះធំដែរចាអញ្ចឹងនាងខ្ញុំយកមកលៃលកតាមនឹងជាក់ស្ដែងចាបន្ទាប់មកទៀតនេះគឺនាងខ្ញុំមានគ្រឿងមានស្លឹកក្រូចសើចមានតួឯកយើងសំខាន់ដែលមិនអាចបំភ្លេចបានឬខ្វះបាននេះចាគឺត្រយូងចេកនេះតែម្ដងចាហើយមានគ្រឿងបន្ទាប់បន្សំទៀតនោះគឺមានគល់ស្លឹកគ្រៃមានរំដេងចាហើយនឹងមានម្ទេសយកមកធ្វើទឹកត្រីកោះកុងជាមួយនឹងក្រូចឆ្មានេះចាអូយម្ទេសនេះគឺដឹងថាហឹរហោះហឹរហើរទៀតហើយចាបន្ទាប់មកទៀតនាងខ្ញុំយកគល់គ្រៃហ្នឹងមកហាន់គល់វាចេញហើយបាននាងខ្ញុំយកមកកាត់វាជា2កំណាត់ចានាងខ្ញុំកាត់វាមកល្មមដើម្បីយកទៅដាក់ដុតអញ្ចឹងណាចាហើយខ្ញុំមានបន្ថែមជាមួយនឹងស្លឹកគ្រៃទៀតដោយសារស្លឹកគ្រៃនេះនាងខ្ញុំកាត់ស្លឹកគ្រៃដែលខ្លួនឯងដាំទុកអញ្ចឹងទៅខ្ញុំយកមកទ្រាប់ពេលដុតបន្ថែមទៀតអញ្ចឹងណាឲ្យកាន់តែឈ្ងុយកាន់តែខ្លាំងចាអញ្ចឹងបន្តមកទៀតនាងខ្ញុំហាន់រំដេងនឹងជាចំណិតតូចៗល្មមបែបហ្នឹងចាហើយមានស្លឹកក្រូចសើចនេះចានាងខ្ញុំយកមកលាងឲ្យស្អាតឲ្យទាំងអស់ហើយបន្តមកទៀតចានាងខ្ញុំកាត់ត្រយូងចេកនឹងចាទុកមួយកំណាត់ដែរចានិយាយទៅទុកមួយចំហៀងដែលដោយសារតែច្រើនពេកអញ្ចឹងនេះខ្ញុំដាក់តែពាក់កណ្ដាលទេឬក៏មួយចំហៀងនេះចាឥឡូវនេះកាត់រួចរាល់អស់ហើយនេះមាន់គឺនេះខ្ញុំបានចាកាត់វាជាមួយកំណាត់ឬក៏មួយចំហៀងនេះតែម្ដងចានិយាយទៅដូចចង់ជាប់តែម្ដងចាបន្តមកទៀតនេះចាជួបជាមួយនឹងម្ចាស់ឧបត្ថម្ភកម្មវិធីតិចណាជាស្រ័យបងទាំងអស់គ្នាចាសម្រាប់បងណាដែលគាត់ត្រូវការកំងផ្អកត្រីប្រាផ្អកត្រីពោផ្អកត្រីឆ្ពិនហើយនឹងផ្អកសាច់ជ្រូកជាប្រភេទផលិតផលនៅក្នុងស្រុកលក់ជូនបងនៅក្នុងចាតម្លៃសមរម្យហើយនឹងគុណភាពសាច់គឺស្រស់យកមកធ្វើជូនបងតែម្ដងហើយទំនុកចិត្តចាខាងខ្ញុំគឺលក់ពិតប្រាប់ភ្ញៀវត្រង់អត់មានកុហកភ្ញៀវអីទេចាបងស្មានទាំងអស់គ្នាចាឥឡូវនេះគឺថាភ្ញៀវតែងតែឲ្យ feedback មកតែម្ដងចាថារសជាតិគឺឆ្ងាញ់បងប្លែកពីគេចាខ្ញុំធានាជូនរូបមន្តគឺធ្វើប្លែកពីគេចាអញ្ចឹងបងស្មានទាំងអស់គ្នានីតិជនរបស់ខ្ញុំគឺគាត់កំងជាបន្តជាហូរហែកក់បន្តតែម្ដងចាគឺអរគុណបងសម្រាប់ការគ្រប់គ្រងផ្អកស្នាដៃរបស់អ្នកម្ដាយនាងខ្ញុំចាគឺពិតតែម្ដងឲ្យ feedback មករសជាតិឆ្ងាញ់គ្រប់គ្នាតែម្ដងចាអញ្ចឹងបងណាចង់កំងគឺអាចតាក់ទងមកកាន់នាងខ្ញុំបានចាបងស្មានទាំងអស់គ្នាចាយកមាន់នេះមកប្រឡាក់ចាប្រឡាក់ជាមួយនឹងគ្រឿងចាគ្រឿងគឺមានប៊ីចេងបន្តិចមកហើយមានចាម្សៅស៊ុបបន្តិចមកចាហើយបន្តមកទៀតគឺនាងខ្ញុំចាបន្ថែមគ្រឿងដូចជាអំបិលបន្តិចទៀតចានិយាយទៅអ្នកនិយាយនេះចង់ទឹកដិតតិចចាតមកទៀតមានស្ករសបន្តិចចានិយាយទៅគ្រឿងយើងដាក់តែបន្តិចមកបានហើយប្រឡាក់សាច់ហ្នឹងតមកទៀតមានទឹកប្រេងខ្យងចានេះនឹងខ្ញុំដាក់មកល្មមបានហើយយើងយកមកលាបនៅលើមាន់ហ្នឹងអញ្ចឹងណាឲ្យវាចូលជាតិកាន់តែឈ្ងុយចាបន្តមកទៀតនេះខ្ញុំដាក់គ្រឿងហ្នឹងមានគល់ក្រៃហ្នឹងមានស្លឹកក្រូចសើចហើយនឹងរំដេងដែលនេះខ្ញុំបានហាន់ជាចំណិតតូចហ្នឹងចាដាក់ចូលទាំងអស់ហ្នឹងមកហើយចាបន្តមកទៀតគឺនាងខ្ញុំបន្ថែមជាមួយនឹងប្រេងល្ងបន្តិចហើយនាងខ្ញុំលាបនៅលើមាន់ហ្នឹងប្រឡាក់វាឲ្យចូលគ្រឿងចូលជាតិទាំងរំដេងទាំងគ្រឿងទាំងអស់ហ្នឹងចានិយាយទៅប្រឡាក់ឲ្យចូលជាតិបែបហ្នឹងហើយបាននាងខ្ញុំចាផ្អាប់ទុករយៈពេល5នាទីចោលចាតែនាងខ្ញុំមិនភ្លេចទេដាក់ជាមួយនឹងម្ទេសហុយចានាងខ្ញុំគឺចូលចិត្តណាស់មុខម្ហូបទាំងអស់គឺដាក់ម្ទេសហុយគឺអត់ដែលចោលទេបងទាំងអស់គ្នាចានេះនិយាយទៅឲ្យវាក្លិនកាន់តែឈ្ងុយហឹរទៀតចាបន្តមកទៀតនេះនាងខ្ញុំដាក់ស្លឹកគ្រៃហើយនឹងគល់ក្រៃខ្លះហ្នឹងចូលទ្រាប់ខ្ទះសិនចាហើយបាននាងខ្ញុំដាក់មាន់នឹងចូលចាហើយបន្តមកទៀតបាទនេះខ្ញុំចាក់ប្រេងឆាចូលចាប្រេងឆានេះខ្ញុំចាក់ឲ្យมันល្មមបរិមាណមាន់នឹងបានហើយបើសិនដាក់ច្រើនពេកក៏ពេលដុតហើយក៏វារឿងប្រេងច្រើនដែរអញ្ចឹងនេះខ្ញុំដាក់តាមល្មមដែរទេចានេះប្រេងឆាដែលនេះខ្ញុំដាក់មកស្ទុះទៅចាប្រេងនឹងរៀងក្តៅហើយអញ្ចឹងចាយើងក្របមាន់នឹងទុកមកស្ទុះហើយពេលដែលដាក់ដុតបងទាំងអស់គ្នាអាសាប្រែវាឲ្យញឹកបន្តិចចាហើយបន្ទាប់ពីនាងខ្ញុំបានដាក់មាន់ហើយក៏នាងខ្ញុំទុក
ឲ្យឆ្អិនមកស្ទុះទៅបាននេះខ្ញុំមកធ្វើទឹកជ្រលក់សិនចាធ្វើទឹកត្រីកោះកុងអញ្ចឹងនេះខ្ញុំបុកខ្ទឹមសឲ្យម៉ត់ចូលហើយនេះខ្ញុំយកសបកវាចេញហើយបន្តមកទៀតនេះខ្ញុំដាក់ម្ទេសចាម្ទេសនឹងចូលអូយម្ទេសនេះគឺហិលហោះហិលហើរតែម្ដងចាអញ្ចឹងបុកចូលគ្នាឲ្យម៉ត់ចូលគ្នាល្អអញ្ចឹងមកចានេះបុកមកហើយចាអូយតំណងណាស់គឺដឹងហិលបន្តមកទៀតបាននេះខ្ញុំដាក់ទឹកត្រីចូលចាទឹកត្រីនេះខ្ញុំដាក់ចំនួន3ស្លាបព្រាទៅធ្វើតាមបរិមាណដែលបងធ្វើទៅបើធ្វើតិចយើងដាក់លៃលកតាមនឹងទៅចានេះខ្ញុំបន្តមកទៀតបន្ថែមប៊ីចេងបន្តិចបន្ថែមចាម្សៅស៊ុបបន្តិចខ្ញុំលួចបន្តិចហើយបន្តមកទៀតនេះខ្ញុំថែមស្ករសហើយបាទនេះខ្ញុំច្របាច់ក្រូចឆ្មាចូលចានិយាយទៅបើសិនជាបងចូលចិត្តដាក់ទឹកដោះគោខាប់អីទៀតក៏កាន់តែឆ្ងាញ់ខ្លាំងមកកម្រិតទៀតដែរចានេះឥឡូវគ្រឿងទឹកត្រីរបស់កោះកុងរបស់ខ្ញុំគឺបានរួចរាល់ហើយចាឥឡូវនេះខ្ញុំដួសដាក់ចានមកដែលឡែចានិយាយទៅគឺអូយនិយាយទៅគឺដឹងតជាតិហិលហោះហិលហើរតែម្ដងចានេះបន្តមកទៀតចាមាន់នេះខ្ញុំបានប្រែចុះប្រែឡើងហើយវារៀងក្រហមបន្តិចហើយនេះបែបនេះបាននេះខ្ញុំដាក់ក្រយងចេកចូលចាដាក់ក្រយងចេកចូលគ្របទៅមកស្ទុះទៅគឺក្រយងចេកនេះគឺផុយល្អចានេះក្រយងចេកនេះគឺដាំខ្លួនឯងដែរទៀតអញ្ចឹងណាអ្នកនរគ្នាចាអូយទៅគឺជាតិត្រឡប់ឈ្ងុយឡើងពី3ផ្ទះតែម្ដងចាឥឡូវនេះមាន់នេះខ្ញុំក៏ចិត្តបានឆ្អិនរួចរាល់ហើយចានេះដាក់តែមកស្ទុះទៅគឺឆ្អិនហើយអូយទៅគឺជាតិត្រឡប់តែម្ដងចាអរគុណបងប្អូន